សូមជម្រាបសួរបងប្អូនប្រុសស្រីក្នុង YouTube ខ្ញុំបាទ Channel Rating Yuna សូមរៀបរាប់បន្តភាគ2សម័យលង្វែកដូចទៅ9ក្នុងរាជព្រះបាទសត្ថាទី1ប្រទេសកម្ពុជាមានស្ថានភាពដូចជាប្រទេសកម្ពុជាបាត់បង់សិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅអាស៊ីអាគ្នេយ៍ព្រះសត្ថាជាក្សត្រទុនខ្សោយជានិច្ចការគិតតែពីចំណែននិងព្រះអនុជរបស់ទ្រង់ស្រីសុរិយោពណ៌ទ្រង់អនុញ្ញាតឲ្យមានការផ្សាយសាសនាគ្រិស្តរបស់ពួកអឺរ៉ុបប្រជានុរាស្ត្រដែលមិនគាំទ្រសាសនានេះឆ្នាំ1586គូសទ្រង់បានដាក់រាជសម្បត្តិឲ្យបុត្រច្បងជ័យជេដ្ឋាទី1មានព្រះជន្ម11វស្សាជាមហាឧបរាជនិងព្រះស្រីសុរិយោពណ៌ជាឧបយោរាជការនេះធ្វើឲ្យមន្ត្រីក្រមបង្គាប់និងប្រជារាស្ត្រគ្មានជំនឿលើស្ដេចវ័យក្មេងសៀមលើតបវីខ្មែរ2លើកទី1ឆ្នាំ1586គូសសៀមបរាជ័យដោយសារបន្ទាយលង្វែកមានសភាពរឹងមាំលើកទី2ឆ្នាំ1593 94សៀមឡោមព័ទ្ធនិងដុតបំផ្លាញបន្ទាយលង្វែកខ្ទេចខ្ទី11ព្រោះព្រះសត្ថាទី1គិតខ្លាចក្រែងព្រះបាទអនុជស្រីសុរិយោពណ៌ដណ្ដើមយកអំណាចក្រោយពេលដែលព្រះអង្គសុគតទៅព្រះស្រីសុរិយោពណ៌មានសមត្ថភាពប្រជាប្រិយភាពនិងមានការគាំទ្រពីប្រជានុរាស្ត្រនិងនាម៉ឺនសពមុខមន្ត្រីនៅពេលដែលបុត្រាឡើងសោយរាជ្យព្រះអង្គអាចគ្រប់គ្រងកិច្ចការរាជការនិងអំណាចរបស់ទ្រង់បានដដែល12កត្តាដែលធ្វើឲ្យបន្ទាយលង្វែកបែកបាក់ព្រោះព្រះរាជាព្រះសត្ថាទី1ឆោតល្ងង់ជួយរំដោះក្រុងអយុធ្យារបស់សៀមពីការត្រួតត្រារបស់ភូមាសៀមរមិលគុណប្រើល្បិចបញ្ជូនទ័ពមកវាយខ្មែរតែមិនបានបែកបន្ទាយក៏ប្រើល្បិចបាច់ប្រាក់ដួងចូលក្នុងគុម្ពឫស្សីនិងប្រើល្បិចបញ្ជូនសង្ឃមកក្នុងបន្ទាយលង្វែកដើម្បីធ្វើជាចារកម្មវិបត្តិផ្ទៃក្នុងអរាជនាម៉ឺនមន្ត្រីប្រជារាស្ត្រមិនពេញចិត្តនឹងព្រះសត្ថាទី1ដែលបានដាក់រាជទៅឲ្យបុត្រាមានព្រះជន្ម11វស្សាឲ្យសោយរាជសម្ព្រឹត្តនិងបុត្រាពៅព្រះជន្ម6វស្សាធ្វើជាមហាឧបរាជប្រជារាស្ត្រខ្មែររៈក្រីក្រឆោតល្ងង់ចង់បានប្រាក់ដួងកាប់ឆ្ការគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែកដ៏រឹងមាំដោយមិនស្ដាប់ការបញ្ជាពីស្ដេចដែលមានព្រះជន្មវ័យក្មេងសាមគ្គីភាពប្រទេសខ្មែរបែកបាក់សាមគ្គីភាពជាក់ស្ដែងពេលកងទ័ពសៀមមកព័ទ្ធបន្ទាយលង្វែកព្រះសត្ថាទី1បានភៀសខ្លួនរហូតដល់ប្រទេសឡាវធ្វើឲ្យបែកកម្លាំងប្រយុទ្ធនិងធ្វើឲ្យប្រជារាស្ត្រអស់ជំនឿក្រោយពីបែកបាក់បន្ទាយលង្វែកប្រទេសកម្ពុជាមានស្ថានភាពដូចជាប្រទេសជាតិអស់ឫទ្ធានុភាពធ្លាក់ទៅជារដ្ឋទុនខ្សោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្មែរបាត់បង់កេរ្តិ៍ភណ្ឌជាតិក្បួនច្បាប់អ្នកប្រាជ្ញកវីបណ្ឌិតនិងវប្បធម៌ខ្មែរត្រូវបានសៀមប្រមូលយកទៅប្រទេសគេស្ទើរតែទាំងអស់ប្រទេសធ្លាក់ក្នុងអនាធិបតេយ្យចោរកម្មគ្រោះទុរភិក្សបានកើតឡើងពាសពេញផ្ទៃប្រទេសព្រះរាជវង្សានុវង្សប្រព្រឹត្តអំពើពលាលែងមានឫទ្ធានុភាពប្រជារាស្ត្រអស់ជំនឿលើព្រះរាជាប្រទេសកម្ពុជាបានបាត់បង់ខេត្តចន្ទបុរីបស្ចិមបុរីនគររាជសីមាបាត់ដំបងសៀមរាបនិងខេត្តពោធិ៍សាត់13ក្រោយពេលបែកបាក់បន្ទាយលង្វែកប្រទេសខ្មែរបានបែកបាក់ជាច្រើនខេត្តនិងមានស្ដេចត្រាញ់ជាច្រើនគ្រប់គ្រងទឹកដីរៀងខ្លួនហើយច្បាំងគ្នាដណ្ដើមអំណាចព្រះសត្ថានិងគ្រួសារបានភៀសខ្លួនទៅលាវវៀងច័ន្ទចំណែកប្អូនប្រុសរបស់ព្រះសត្ថាគឺព្រះបាទស្រីសុរិយោពណ៌យាងចេញពីសៀមមកគ្រប់គ្រងប្រទេសនិងបាននាំសួយសារអាករទៅក្រុងអយុធ្យា14ព្រះបិតារបស់ព្រះបាទនរេសួនគឺជាស្ដេចសោយរាជនៅសុខោទ័យហើយនៅឆ្នាំ1569ព្រះអង្គបានជួយភូមាក្នុងការវាយលុកយកអយុធ្យាបន្ទាប់ពីភូមាឈ្នះភូមាបានតែងតាំងបតាព្រះបាទនរេសួនជាស្ដេចទី1នៃរាជវង្សសុខោទ័យនៅអយុធ្យាបន្ទាប់ពីព្រះបតាទ្រង់សោយទីវង្គតព្រះបាទនរេសួនបានឡើងសោយរាជបន្តនិងបានក្លាយជាស្ដេចទី2នៃរាជវង្សសុខោទ័យនៅអយុធ្យាបន្ទាប់ព្រះអង្គឡើងសោយរាជព្រះអង្គបានក្លាយជាស្ដេចដ៏ខ្លាំងពូកែម្នាក់ព្រះអង្គបានឲ្យកងទ័ពភូមាចាក់ចេញពីប្រទេសរបស់ព្រះអង្គនៅឆ្នាំ1574ព្រះបាទនរេសួនបានលើកទ័ពវាយនៅលង្វែកតែពុំបានសម្រេចបានដកទ័ពថយទៅវិញនៅឆ្នាំ1593ព្រះបាទនរេសួនបានលុកចូលលង្វែកបានសម្រេចនិងបានប្រមូលជ័យផនត្រឡប់ទៅអយុធ្យាយ៉ាងច្រើន15បានជាព្រះបាទនរេសួនមិនវាយយកតំបន់អង្គរបែរជាមកវាយយកលង្វែកព្រោះព្រះអង្គជាស្ដេចយាងមកសុខោទ័យព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីប្រាសាទបុរាណនោះទេព្រះអង្គចាប់អារម្មណ៍តែការពង្រីកអំណាចឥទ្ធិពលនិងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រក្នុងការរកស៊ីពាណិជ្ជកម្មហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូប្រកួតខាងពាណិជ្ជកម្មដែលរកស៊ីជាមួយចិនឥណ្ឌានិងពួកអឺរ៉ុបដែរចំណែកអយុធ្យានៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជារាជវង្សមានខ្សែស្រឡាយជាខ្មែរហើយគេបានចាត់ទុកតំបន់អង្គរណាខុនលូងារាជធានីដ៏អស្ចារ្យជារបស់គេដែរអរគុណច្រើនសូមភាគ3